នេះគឺជាវីដេអូរបស់តូចៗខ្ជូតៗដែលខ្ញុំបានបង្កើតឡើងដោយប្រើប្រាស់ AI អ្នកទាំងគ្នាអាចធ្វើការទស្សនាមើលបានអញ្ចឹងបើសិនជាអ្នកទាំងគ្នាមានចំណាប់អារម្មណ៍ចង់ធ្វើការផលិតវីដេអូប្រភេទនេះដើម្បីយកទៅផុសរលុយនៅក្នុង YouTube Facebook ឬមួយក៏ TikTok អ្នកទាំងគ្នាអាចធ្វើការអនុវត្តទៅតាមវិធីរបស់ខ្ញុំបានជាដំបូងគឺអ្នកទាំងគ្នាអាចចូលមកកាន់ Gemini សិនមកបន្តមកទៀតគឺអ្នកទាំងគ្នាអាចធ្វើការសរសេរ prompt នេះខ្ញុំបានចា៎នេះគឺជា prompt របស់ខ្ញុំអ្នកទាំងគ្នាអាចចូលមកអ្នកទាំងគ្នាអាចធ្វើការ copy នេះពីកន្លែងនេះពាក្យថា URL master ហ្នឹងរហូតមកដល់ក្រោមតែម្ដងទៅអូខេយើង copy មកដល់ក្រោមនេះមកនេះបន្តមកទៀតគឺអ្នកទាំងគ្នាអាចយកមកផាសនៅក្នុង Gemini នឹងបានបន្តមកទៀតគឺអ្នកទាំងគ្នាអាចធ្វើការ send ទៅវិញទៅអញ្ចឹងខ្ញុំបញ្ជាក់តិចចំពោះ prompt នេះផងដែរគឺមានតែនៅក្នុង channel Telegram VIP របស់ខ្ញុំតែប៉ុណ្ណោះចុះបើសិនជាអ្នកទាំងគ្នាចង់បានអាចចូលទៅយកតាមរយៈ link នៅខាងក្រោមវីដេអូនេះហើយចំពោះរបៀបនៃការចូលនៅtrongវីដេអូនេះក៏ខ្ញុំមានបង្ហាញដែរអូខេចាឥឡូវនេះគឺ Gemini វាបានផ្ដល់ជាចម្លើយយើងហើយអញ្ចឹងដំបូងនេះគឺយើងត្រូវហៅឈ្មោះសិនអ្នកទាំងគ្នាចង់ធ្វើអំពីគេឧទាហរណ៍តអ្នកទាំងគ្នាចង់ធ្វើតាក់ទងទៅនឹងផ្លែ cherry នេះចុះអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែ copy ឈ្មោះវាមកហើយបន្តមកទៀតគឺអ្នកទាំងគ្នាអាចសរសេរបន្តទៀតទៅយើងផាសទៅ Gemini ទៀតទៅអញ្ចឹង Gemini គឺវានឹងធ្វើការផ្ដល់prompt មកយើងពីរទី1គឺជា prompt យើងយកទៅបង្កើតរូបភាពហើយទី2គឺជា prompt យើងយកទៅបង្កើតជាវីដេអូតែម្ដងអញ្ចឹងយើងអាចរងចាំវាបន្តិចសិនទៅហើយឆ្លៀតពេលវាមិនទាន់ពេញនេះផងដែរខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងគ្នាបន្តិចនៅក្នុង channel Telegram VIP នេះក៏មានការ promotion ផងដែរដើម្បី upload ទៅលើឱកាសបុណ្យចូលឆ្នាំចិននៅថ្ងៃខាងមុខនេះហើយចំពោះតារាងតម្លៃគឺអ្នកទាំងគ្នាអាចមើលតាមរូបនេះបានអូខេចាឥឡូវនេះគឺ AI វាបានផ្ដល់ជា prompt មកយើងរួចរាល់ហើយអញ្ចឹងវាមានពីរ prompt នេះខ្ញុំនិយាយមិញអញ្ចឹងនេះគឺជា prompt បង្កើតរូបភាពហើយនិង prompt បង្កើតជាវីដេអូអញ្ចឹងអ្វីដែលអ្នកទាំងគ្នាត្រូវធ្វើបន្តទៀតគឺអ្នកទាំងគ្នាអាចធ្វើការបូក cap ថ្មីហើយអ្នកទាំងគ្នាអាចធ្វើការ set ពីថា flow មកហើយអ្នកទាំងគ្នាអាចធ្វើការចុចយកអាខាងលើគេនេះមកនេះបន្តមកទៀតគឺអ្នកទាំងគ្នាអាចធ្វើការចុចពីថា create with flow នៅត្រង់ចំណុចនេះគឺអ្នកទាំងគ្នាចុចយកពាក្យថា new project មកអញ្ចឹងខ្ញុំសូមបញ្ជាក់តិចចំពោះ model AI ដែលខ្ញុំនឹងយកមកផលិតវីដេអូនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រើប្រាស់ VO 3.1 តែម្ដងអញ្ចឹងបើសិនជាអ្នកទាំងគ្នាមានក្រឬមួយក៏មាន clean ឯងអ្នកទាំងគ្នាអាចប្រើតាមនឹងបានអញ្ចឹងនេះនៅពេលដែលយើងចូលមកកាន់ VO 3.1 ហើយអ្នកទាំងគ្នាអាចធ្វើការរើសឡើងនេះយើងរើសយកពាក្យថា create image នឹងមកបន្តមកទៀតគឺអ្នកទាំងគ្នាចូលមកកាន់ Gemini របស់យើងវិញនៅកន្លែងនេះគឺយើងទៅ copy prompt របស់យើងមកនេះអូខេយើង copy ហើយយើងយកមកផាសមកអញ្ចឹងមុននឹងយើង send ទៅវិញគឺអ្នកទាំងគ្នាអាចធ្វើការបដូរឡើងនេះបានយើងចុចទៅលើនេះមួយមកអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការបដូរនេះចង់បង្កើតវីដេអូនឹងមិនដែរជាទម្រង់មិនដែរទម្រង់ picture ឬមួយក៏ទម្រង់ប្លេចយើងរើសតាមនឹងទៅហើយបន្តមកទៀតគឺយើងចុច send ទៅវិញទៅគឺបានហើយអញ្ចឹងគឺវានឹងការបង្កើតជារូបភាពរបស់យើងសិនអូខេអានេះវា fail ហើយវា fail វា generate អត់កើតអញ្ចឹងយើងមិនបាច់ខ្វល់ទេយើងអាចធ្វើការ back មកក្រោយសិនមកនេះយើងចូលមកកាន់ពាក្យថា flow នឹងវិញមកនៅកន្លែងនេះយើងយក new project ម្ដងទៀតមកហើយយើងអាចធ្វើវាម្ដងទៀតអញ្ចឹងនៅកន្លែងនេះគឺយើងផាស prompt របស់យើងចូលទៅហើយយើងធ្វើការបដូរដូចគ្នាណែនឹងមកអូខេយើងចុច send ទៅវាម្ដងទៀតទៅចាំមើលមកវាបង្កើតឲ្យយើងទៀតអត់បើអត់ទេខ្ញុំយកទៅកែ prompt ទៀតពេលខ្លះវាអាចមកពី prompt ដែរបើសិនជា prompt យើងប្រើពាក្យពេចន៍មួយចំនួនដែលខុសទៅនឹង policy របស់ AI ក៏វាអត់ធ្វើការ generate ឲ្យយើងដែរអូខេអត់អីទេឥឡូវនេះគឺវាចេញមកគឺអូខេយើងអាចទទួលយកបានអញ្ចឹងនៅកន្លែងនេះគឺអ្នកទាំងគ្នាអាចធ្វើការទៅ copy prompt បន្តមកយើងទៀតមកនេះយើង copy អា prompt វីដេអូហ្នឹងអូខេយើង copy ប៉ុណ្្នឹងមកពីលើរហូតមកដល់ក្រោមហើយយើងចូលទៅកាន់ flow របស់យើងវិញអញ្ចឹងអាពីររូបនេះអ្នកទាំងគ្នាចង់ធ្វើមួយណាដែរអញ្ចឹងបើសិនជាអ្នកទាំងគ្នាពេញចិត្តអារូបទី1យើងចុចលើនេះ add to prompt ហ្នឹងមកអញ្ចឹងគឺវានឹងយករូបហ្នឹងមកដាក់កន្លែងនេះហើយបន្តមកទៀតនៅកន្លែងនេះគឺអ្នកទាំងគ្នាអាចធ្វើការបដូរយើងបដូរពី create image ទៅពាក្យថា frame to video ហើយយើងផាស prompt បង្កើតវីដេអូរបស់យើងនឹងចូលមកបន្តមកទៀតគឺដូចគ្នាអ្នកទាំងគ្នាអាចធ្វើការរើសឡើងនេះយើងចង់ធ្វើវីដេអូហ្នឹងជាមិនដែរជាទម្រង់ picture ឬមួយក៏ទម្រង់ប្លេចរើសតាមហ្នឹងទៅអញ្ចឹងយើងចុច send ទៅវិញទៅគឺវានឹងធ្វើការយករូបមិញហ្នឹងទៅបំលែងជាវីដេអូតែម្ដងអូខេចាឥឡូវនេះគឺវាបានធ្វើការបង្កើតជាវីដេអូយើងរួចរាល់ហើយតោះយើងទៅមើលមិនដែរយើងអាចទទួលយកបានអត់អញ្ចឹងយើងសាក play មកនេះយើងចុចលេខនេះមកអូខេអានេះយើងសាកមើលមួយទៀតមើលអូខេខ្ញុំគិតថាប៉ុណ្ណឹងគឺយើងអាចទទួលយកបានហើយអញ្ចឹងអ្នកទាំងគ្នាបើសិនជាចង់ធ្វើផ្សេងទៀតគឺអ្នកទាំងគ្នាអាចធ្វើការសរសេរឈ្មោះរបស់របរផ្សេងទៀតមកឧទាហរណ៍អ្នកទាំងគ្នាចង់ធ្វើតាក់ទងទៅនឹង avocado នេះចុះយើងគ្រាន់តែ copy ប៉ុណ្ណឹងហើយយើងយកមកផាសមកអញ្ចឹងគឺវាធ្វើការផ្ដល់ prompt មកយើងទៀតហើយអញ្ចឹងអានេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកទាំងគ្នាគិតថាអានេះគឺយើងអាចទទួលយកបានហើយគឺយើងចុចសញ្ញា download នេះមកហើយនៅពេលដែលយើង download គឺអ្នកទាំងគ្នាអាចយកជា original នឹងក៏បានឬមួយក៏អ្នកទាំងគ្នាចង់ឲ្យវាកាន់តែច្បាស់យើងចុចទៅថា upscale នេះមកនេះអញ្ចឹងគឺវាគ្រាន់តែចំណាយពេលយូរបន្តិចដើម្បីធ្វើការ render វីដេអូនឹងឲ្យយើង
អូខេអញ្ចឹងអានេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវមើលបន្តទៀតគឺរបៀបចូលទៅកាន់ Channel Telegram VIP តែម្ដងអញ្ចឹងដើម្បីចូលទៅកាន់ Channel Telegram VIP របស់ខ្ញុំបានអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ bot របស់ខ្ញុំមក link នៅខាងក្រោមហ្នឹងហើយអ្នកទាំងអស់គ្នាសរសេរពាក្យដូចខ្ញុំសរសេរពាក្យ slash ហើយយើងសរសេរពាក្យថា start តទៅទៀតយើងចុច send ទៅនៅត្រង់ចំណុចនេះគឺអ្នកទាំងអស់គ្នាអាចធ្វើការចុចយក menu ខាងលើបានដើម្បីទិញ VIP របស់ខ្ញុំអញ្ចឹងបញ្ជាក់តិចការចូលក្រុម VIP ហ្នឹងដោយតែអ្នកទាំងអស់គ្នាមក support ខ្ញុំដែរទេអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាទុកជាមុនអញ្ចឹងនៅកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចការរើសគម្រោងបានអ្នកទាំងអស់គ្នាចង់ចូលក្រុម VIP របស់ខ្ញុំហ្នឹងចំនួនប្រហែលថ្ងៃឧទាហរណ៍តែអ្នកទាំងអស់គ្នាចង់ចូលមួយខែយើងចុចពាក្យថា one month ហ្នឹងនេះ$8បន្តមកទៀតអ្នកទាំងអស់គ្នាអាចការចុចយល់ព្រមនឹងបងប្រាក់បានអញ្ចឹងនៅកន្លែងនេះខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចមុននឹងចុចយល់ព្រមហ្នឹងអ្នកទាំងអស់គ្នាត្រូវអានលក្ខខណ្ឌរបស់ខ្ញុំសិនដែរថាលក្ខខណ្ឌរបស់ខ្ញុំហ្នឹងគឺមានន័យគេខ្លះហើយយើងចុចយល់ព្រមមកបើយើងបានអានរួចរាល់ហើយអូខេនៅកន្លែងនេះអ្នកទាំងអស់គ្នាបើក ABA ឬមួយក៏ ACLIDA មកហើយ scan QR code ហ្នឹងទៅបន្ទាប់ពី scan រួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើនេះអញ្ចឹងបញ្ជាក់តិចតទៅអ្នកទាំងអស់គ្នាបងលុយរួចរាល់ហើយទើបចុចកន្លែងនេះមកទើប bot វា approve អ្នកទាំងអស់គ្នាចុះឥឡូវនេះគឺខ្ញុំបានធ្វើការ scan បងលុយរួចរាល់ហើយអញ្ចឹងខ្ញុំសូមចុចពាក្យថាខ្ញុំបានបងប្រាក់រួចរាល់បន្តមកទៀត bot របស់ខ្ញុំគឺបានពិនិត្យមើលហើយបើសិនជាលុយនឹងបានចូលគណនីរបស់ខ្ញុំគឺវានឹងធ្វើការ reply ទៅកាន់អ្នកទាំងអស់គ្នាវិញឥឡូវនេះគឺ bot របស់ខ្ញុំបានឆ្លើយតបហើយអ្នកទាំងអស់គ្នាអាចធ្វើការចុចចូលនេះអញ្ចឹងទី1គឺយើងចូលទៅកាន់ channel Marian អ្នកទាំងអស់គ្នាចុច join channel មកហើយនេះគឺជា channel Marian គឺមាន Marian ជាច្រើនមែនទែនហើយនឹងព្រមផងដែរហើយទី2គឺអ្នកទាំងអស់គ្នាចូលមកកាន់ក្រុមពិភាក្សាចឹងនៅកន្លែងនេះអ្នកទាំងអស់គ្នាចុចចូលក្រុមពិភាក្សាហ្នឹងមកអញ្ចឹងបញ្ជាក់ទៅចំពោះក្រុមពិភាក្សាហ្នឹងគឺអ្នកទាំងអស់គ្នាអាចធ្វើការឆាតឆ្លើយឆ្លងមួយពួកខ្ញុំបាននៅក្នុងក្រុមបានឬមួយក៏អ្នកទាំងអស់គ្នាចង់សួរសំណួរអីផ្សេងៗក៏បានដែរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like subscribe និង share ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ